ទៅលេងតារាល្បីៗនៅសួនសត្វភ្នំតាម៉ៅអីយ៉ាណាគេចេះតារាល្បីដូចយើងដឹងស្រាប់ហើយថានៅសួនសត្វភ្នំតាម៉ៅគឺមានដំរីខ្ជុតច្រើនមែនតើហើយពួកគាត់ម្នាក់គឺថាសុទ្ធតែល្បីអញ្ចឹងថ្ងៃនេះខ្ញុំនឹងធ្វើការទៅសម្ភាសពួកគាត់ថាពួកគាត់មានឈ្មោះអីអាយុម៉ានហើយជីវប្រវត្តិយ៉ាងណាខ្លះប្រាប់ឲ្យហើយសមាគមអ្នកស្រឡាញ់សត្វដំរីទៅចូលខ្លួនហើយដកខ្លួនអត់រួចណាដោយសារមួយធ្វើចរិតចេញមកឡើងខ្ជូតអញ្ចឹងតោះមកតាមដានទាំងអស់គ្នាឈានសួនសត្វភ្នំតាម៉ៅជិះពីពេញទៅតែ1ម៉ោងទៅដល់ហើយពេលទៅដល់យើងទិញសបុតចូលម្នាក់តែ5000ទេហើយក្នុងសួនសត្វនោះគឺធំមែនតើហើយគឺសម្បូរព្រៃឈើចូលទៅគឺស្រស់ស្រាយមែនតើហើយពេលដែលចូលទៅគឺគេមានដាក់ផ្លាកថាផ្លូវទៅណាទៅមើលសត្វអីចឹងណាឥឡូវនេះមកដល់ហើយតារាល្បីដំបងរបស់យើងគឺកុមារាចម្ប៉ានិងកុមារីរំដួលជាដំរីញីឈ្មោលដោយកូនភ្លោះអញ្ចឹងអាយុ4ឆ្នាំកន្លះហើយជីវប្រវត្តិគេនេះគេមកពីបរទេសដែលប្រទេសឡាវបាននាំមកជាដង្វាយថ្វាយព្រះមហាក្សត្រយើងកាលមកដំបងគេអត់ទាន់ចេះភាសាខ្មែរទេប៉ុន្តែឥឡូវគេស្ដាប់ខ្មែរបានខ្លះហើយណាឲ្យអរគុណគឺចេះអរគុណឡងលឿនដួលអរគុណមើលមកដល់ស្រុកខ្មែរគេសប្បាយគេណាដែលសារមានបងប្អូនខ្មែរយើងស្រឡាញ់ច្រើនអញ្ចឹងបងប្អូនដែលអត់ទាន់ធ្លាប់ទៅលេងទេអាចទៅលេងពួកគេបានដើម្បីឲ្យដូចថាគ្នាមានភាពកក់ក្ដៅនៅក្នុងប្រទេសខ្មែរយើងអញ្ចឹងណាតោះឥឡូវនេះមុននឹងទៅជួបដំរីផ្សេងទៀតសូមបញ្ចែករំលែកតិចសិនមានអ្នកខ្លះគាត់សួរថាខ្ញុំចេញដើររហូតហាលក្ដៅផងហាលភ្លៀងផងដីហុយផងអីផងតែមុខដូចអត់សូវឃើញចេញមុនសោះតាមពិតមុខខ្ញុំចេញមុនដូចតែគ្នាទេបើសិនជាថ្ងៃណាដែលបានសម្ភាសតោះឥឡូវនេះមកជួបជាមួយនឹងកញ្ញាចម្រើនជាដំរីញីរូបរាងគេបែបឈប់ប៊ីម៉ាប់តាមខ្ញុំដឹងអាយុប្រហែលជា36-37ឆ្នាំហើយប៉ុន្តែនៅ single ទេណាតាមខ្ញុំស្ដាប់វីដេអូបងដែលគាត់បានទៅលេងមុនណាគាត់ថាចម្រើនមកពីខាងកំពង់សោមគាត់បានបែកវងរបស់គាត់ហើយក៏វង្វេងចូលទៅក្នុងចក្ររបស់អ្នកភូមិហើយក៏ត្រូវបានគេដេញអញ្ចឹងណាចឹងហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃក៏បានជួយសង្គ្រោះយកមកថែរក្សាថែទាំនៅភ្នំតាម៉ៅរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងហើយចៃចម្រើននេះត្រូវបានគេចាប់គូជាមួយនឹងដំរីឈ្មោលមួយទៀតឈ្មោះសាកប៉ុន្តែចៃចម្រើនគាត់អត់ស្រឡាញ់ទេដោយសារដំរីសាកនោះគេរៀងជើងកាងអញ្ចឹងទៅចៃចម្រើនគាត់អត់ចូលចិត្តអញ្ចឹងទៅគាត់សុកចិត្តនៅព្រៃដំរីដូចមនុស្សយើងដែរស្នេហាមិនអាចបខំបានទេតោះឥឡូវមកជួបដំរីមួយទៀតឈ្មោះសាកជាដំរីឈ្មោលដែលគេ ship ជាមួយនឹងចៃចម្រើនមិញហ្នឹងណាសាកនេះឬគេល្បីថាជាស្ទៀវមកពីខាងកោះកុងមើលភ្លុកហើយនឹងរូបរាងគេចេញមកគឺមាំទាំហ្មងល្បីថាជាជើងកាងចូលចិត្តលួចស៊ីដំណាំអ្នកភូមិជាពិសេសគេចូលចិត្តស៊ីអំពៅអញ្ចឹងហើយដើម្បីការពារគ្រោះថ្នាក់ផ្សេងឬក៏កុំឲ្យគេដេញធ្វើបាបអីអញ្ចឹងណាអញ្ចឹងហើយអាជ្ញាធរពាក់ព័ន្ធក៏បាននាំយកមកថែទាំនៅក្នុងសួនសត្វភ្នំតាម៉ៅបន្តមកទៀតគឺកំឡោះឈូកអាយុ18ឆ្នាំជាដំរីដែលកំសត់ជាងគេដោយសារគ្នាពិការជើងដៃជើងរបស់គេនឹងគឺជាប់តាក់ព្រានព្រៃអញ្ចឹងដើម្បីជួយសង្គ្រោះគឺទាល់តែកាត់ជើងចេញហើយអង្គការក៏បានធ្វើជើងសពនិមិត្តឲ្យគាត់ប៉ុន្តែទោះជាមានជើងសពនិមិត្តក៏ពិបាកក្នុងការដើរដែរដោយសារពេលដើរគឺឈឺជើងហើយឮថាដំរីឈូកនេះគឺត្រូវលាបថ្នាំរាល់ថ្ងៃមួយថ្ងៃ2ដងតាមមើលទឹកមុខរបស់គេគឺក្រៀមក្រំហ្មងដោយសារតែមានជំងឺជាប់ខ្លួនហើយថ្មីនឹងទៅតែបាត់បង់មិត្តភ័ក្តិទៀតគឺដំរីលាក់គីដែលពីមុនពួកគេធ្លាប់ដើរលេងមួយគ្នាណាអញ្ចឹងបងប្អូនមានពេលតនេអាចឆ្លៀតទៅលេងពួកគេបាននិយាយទៅដំរីមួយគឺមានប្រវត្តិកំសត់រៀងខ្លួនតោះឥឡូវនេះទៅជួបអាចចម្អកនិយាយទៅដំរីនេះខ្ជូតជាងគេហ្មងដោយសារនៅទូចកូនពៅណាហើយមើលចរិតគេនិយាយទៅគឺគេលេងសើចច្រើនមែនតើហើយចលើហ្មងពីអ្នកនឹងឈ្មោះចាណាមហើយនឹងលំផាត់នេះចាណាមអាយុគេដូចជាជិត3ឆ្នាំហើយប្រវត្តិរបស់គេនេះដោយសារតែវក់ស៊ីចំណីអញ្ចឹងទៅក៏វែងវងនិយាយទៅគឺថាចូលចិត្តស៊ីហ្មងគាត់តែមើលចរិតក៏ដឹងដែរគឺថាតោងលបងផងអីផងដើម្បីតែបានស៊ីហើយបាទទូចញ៉នេះគឺអូនលំផាត់នឹងឯងគេមកខួបជាងហើយតារាល្បីប្រចាំភ្នំតាម៉ៅតែជើងគេនឹងជាប់តាក់ព្រានព្រៃថ្មីហ្នឹងហើយឥឡូវហ្នឹងគេបានជាហើយឥឡូវហ្នឹងហើយលំផាត់នេះនិយាយពីថាចលើហ្មងហើយគេអត់សូវចូលចិត្តមនុស្សស្រីទេតែទៅចិត្តអីចឹងដៃគេហ្នឹងគឺគេវាយហ្មងដៃគេហ្នឹងដាក់មួយដៃមកគឺថាធ្ងន់ដែរហ្នឹងលឺតែផិតហ្មងនិយាយទៅចេញមកចរិតកូនពៅហ្មងអាទូចហ្នឹងអញ្ចឹងនៅសួនសត្វភ្នំតាម៉ៅឥឡូវនេះគឺមានដំរី7នេះឯងដែលកាលពីមុនគឺមាន8ប៉ុន្តែពិតជាសោកស្ដាយមែនតើដែលឡាក់គីគាត់បានលាចាក់លោកទៅណាអញ្ចឹងបងប្អូនទំនេរអាចទៅលេងបាននិយាយទៅចូលទៅគឺស្រស់ស្រាយមែនតើហើយសួនសត្វភ្នំតាម៉ៅនេះក៏ជាមជ្ឈមណ្ឌលសង្គ្រោះហើយនឹងព្យាបាលសត្វព្រៃដែរដោយសារសត្វដែលមកនេះភាគច្រើនគឺជាប់អន្ទាក់គេអញ្ចឹងចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នាហើយនៅក្នុងនេះក៏មានកន្លែងគេលក់ម្ហូបលក់បាយដែរយើងអាចមកអង្គុយលេងលំហែបានដោយសារនៅក្នុងនោះគឺមានព្រៃឈើច្រើនវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបាយ